បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការចាក់សោទៅលើ folder បាទហើយខ្ញុំមាន folder ទី1បាទដែលជា folder រូបភាពហើយខ្ញុំនឹងធ្វើការចាក់សោឲ្យបងប្អូនមើលបាទជាដំបូងយើងដាក់ cursor លើនឹងទៅហើយយើងមកស្ដាំយកពាក្យថា add to achieve បន្ទាប់ពីនេះមកក្នុង add to achieve ពេលដែលយើងចេញ add to achieve ហ្នឹងទៅយើងចេញផ្ទាំងមួយនេះឲ្យយើងឃើញដែលផ្ទាំងនេះមាន general មានadvanced មាន option មាន files មាន backup មាន time មាន comment ហ្នឹងហើយកន្លែងនេះមាន2មាន ra ហើយនឹង zip បងប្អូនអាចជ្រើសរើសយកមួយណាក៏បានដែរហើយខ្ញុំសូមជ្រើសយក zip បន្ទាប់មកយើងចុចទៅលើពាក្យ advanced ហើយយើងចុចទៅលើពាក្យ set password អូខេខ្ញុំដាក់ password 1 2 3 4 5អូខេពេលដែលបងប្អូនset password ហ្នឹងទៅបើសិនជាកន្លែងនេះបងប្អូនអាចសូរ password បាននៅក្នុងករណីយើងពេលដែលយើងដាក់ password ទៅយើងខ្លាចយើងសិតច្រឡំ password អូខេតមកយើងចុច OK ហើយចុច OK បាទវានឹងចេញមកបែបនេះបាទហើយខ្ញុំនឹងធ្វើការបើកវាអូខេទាំងអស់នេះគឺជា file រូបភាពមានថាបើសិនជាអ្នកដទៃគាត់អត់ស្គាល់ពី password គឺគាត់អត់អាចចូលមើលfile picture របស់យើងនឹងបានទេអញ្ចឹងខ្ញុំសូមធ្វើការបើកព្រោះខ្ញុំដឹងពី password អូខេបាទវានឹងចេញបែបនេះមកឲ្យបងប្អូនអរគ្នាមើលហើយអូខេបងប្អូនអរគ្នាអាចធ្វើការសិក្សារៀនសូត្របានហើយការបង្រៀនរបស់ខ្ញុំក៏បានបញ្ចប់ហើយនៅពេលនេះបាទសូមអរគុណដល់បងប្អូនអរគ្នាដែលបានចំណាយពេលវេលាតាម